ទៅកម្មវិធីយើងទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំបាទមានចំណេះដឹងថ្មីមួយទៀតហើយពាក់ព័ន្ធជាមួយនឹងការទិញអីវ៉ាន់ឬក៏កំងអីវ៉ាន់គឺដាក់ផ្ញើតាមរយៈបន្ថែមណាយើងធ្វើការតាមដានអីវ៉ាន់របស់យើងបាទជារបបពុកបងប្អូនធ្វើការទៅដោនកម្មវិធីនឹងដើម្បីតាមដានអីវ៉ាន់របស់យើងតាមរយៈបន្ថែមណាអញ្ចឹងយើងធ្វើការចុចដោនវាមកបាទនេះសម្រាប់ iOS ចុចកន្លែងនេះតែបើពួកSamsung អីយើងចុចតាម Play Store បន្តមកទៀតពុកម៉ែបងប្អូនវាយកន្លែងនេះចឹងវាយតាមខ្ញុំមកបាទខ្ញុំអត់សូវចង់លេទេតែវាយកាត់ក្រោយទៅជប់នេះចាំតិចបាទនេះគឺជាកម្មវិធីបរិយាបន្ថែមបាទអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនអត់តដំឡើងទេបងប្អូនដំឡើងមកតែសម្រាប់ខ្ញុំដំឡើងរួចហើយគេឲ្យខ្ញុំបើកអញ្ចឹងខ្ញុំទៅបើកនៅក្នុងកម្មវិធីរបស់យើងតែម្ដងនេះខ្ញុំបញ្ជាក់កន្លែងនេះគឺយើងបង្រៀនអំពីចុះឈ្មោះនិងតាមដានអីវ៉ាន់របស់យើងណាអញ្ចឹងវាមានច្រើនបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនមើលវីដេអូនេះហើយនឹងចេះតាមដានអីវ៉ាន់របស់គ្នាពេលយើងទិញអីវ៉ាន់ណាអញ្ចឹងយើងថាចុចទៅលើកម្មវិធីនេះមកបន្តទៀតយើងចុចរំលងប៉ុន្តែកន្លែងនេះខ្ញុំបញ្ជាក់កន្លែងរំលងនេះលុះត្រាតែយើងបានចុះឈ្មោះហើយតែសម្រាប់ពុកម៉ែបងប្អូនអត់ទាន់ចុះឈ្មោះទេគឺវានឹងឲ្យយើងចុះឈ្មោះមានន័យថាពេលយើងចុចចូលកម្មវិធីនឹងចុចចាំភ្លាមវានឹងលោតឲ្យយើងចុះឈ្មោះតែម្ដងហើយខ្ញុំបញ្ជាក់កន្លែងចុះឈ្មោះនេះខ្ញុំគ្រាន់តែឧទាហរណ៍ទេតែពេលដែលខ្ញុំចូលដំបូងគឺគេឲ្យខ្ញុំចុះឈ្មោះដូចគ្នានេះចុចកន្លែងនេះមានន័យថាដំបូងវាចេញរូបរាងចេះបាទចេញអញ្ចឹងណាពេលយើងចូលកម្មវិធីហ្នឹងវាលោតមកអញ្ចឹងបាទលោតមកអញ្ចឹងតែនេះខ្ញុំគ្រាន់ឧទាហរណ៍ទេមានន័យថាបងប្អូនដាក់ឈ្មោះអីក៏បានដែរឡើយនេះឈ្មោះយើងណាបងប្អូនដាក់អីក៏បានបាទដាក់ឈ្មោះមកបន្ទាប់មកលេខទូរស័ព្ទរបស់យើងលេខនេះគឺជាលេខដែលយើងធ្លាប់តែកំងអីវ៉ាន់មានន័យថាលេខដែលយើងប្រើប្រចាំថ្ងៃគឺយើងភ្ជាប់មកតាញបានហ្នឹងហើយលេខហ្នឹងបាទហើយបន្តមកទៀតអ៊ីមែលយើងមានក៏ដាក់បើអត់មានក៏អត់ទៅហើយសម្រាប់ page វិញយើងដាក់យើងស្រីដាក់ស្រីទៅយើងប្រុសដាក់ប្រុសទៅបាទហើយអាកន្លែងនេះគេដាក់ទាំងជាតិសញ្ជាតិហ្នឹងកម្ពុជាបាទអញ្ចឹងយើងចុចលើហ្នឹងមកព្រោះវាមានជម្រើសច្រើននេះប៉ុន្តែកម្ពុជាគឺនៅខាងលើទេហ្នឹងកម្ពុជា Cambodia បន្តមកទៀតកន្លែងនេះគេឲ្យយើងបញ្ជាក់បាទពេលដែលយើងដាក់លេខទូរស័ព្ទដាក់ page ដាក់នេះឲ្យយើងបញ្ជាក់មកបាទចុចបញ្ជាក់មកចុចកន្លែងនេះណាបាទអានេះគឺរបៀបចុះឈ្មោះថយអស់បន្ទាប់ពេលបងប្អូនចុះឈ្មោះហើយពេលបងប្អូនត្រូវការទិញអីវ៉ាន់អញ្ចឹងបងប្អូនឲ្យគេដាក់តាមបរិយាបន្ថែមមែនទេអញ្ចឹងយើងធ្វើការទៅឆែកមើលអីវ៉ាន់របស់យើងតើខាងដែលយើងកំងនោះគេបានដាក់អីវ៉ាន់មកឲ្យយើងនៅហើយយើងតាមបានបែបណាអញ្ចឹងណាអញ្ចឹងទី1គឺយើងចូលទៅកន្លែងហ៊ូកដឹងនេះបាទបន្ទាប់មកទៀតអានេះខ្ញុំឧទាហរណ៍ជំរើសនេះឲ្យបងប្អូនមើលសិនមិញខ្ញុំកំងទៅម្ដងថ្ងៃទី28បាទដល់ផឹកមិញអញ្ចឹងឧទាហរណ៍ពេលដែលបងប្អូនកំងអីវ៉ាន់ហើយបងប្អូនគេឲ្យយើងផ្ញើលេខផ្ញើអីគេមែនទេអញ្ចឹងយើងនេះបន្ទាប់មកពេលដែលបងប្អូនសួរគេថាអីវ៉ាន់ខ្ញុំចេញមកបានបន្ទាប់មកគេនឹងប្រាប់ឲ្យបងប្អូនបន្ទាប់មកគេនឹងផ្ញើវិកាយប័ត្រឲ្យយើងហើយបន្ទាប់មកកន្លែងនេះបើសិនជាខាងបរិយាបន្ថែមគេដាក់អីវ៉ាន់ឲ្យយើងទិញអីវ៉ាន់អញ្ចឹងគេដាក់អីវ៉ាន់ឲ្យយើងហើយគេនឹងផ្ញើវិកាយប័ត្រមកអញ្ចឹងបងប្អូនចុចកន្លែង scan នេះដើម្បីយកវិកាយប័ត្រពីអ្នកដែលគេដាក់តាមបរិយាបន្ថែមនិងផ្ញើវិកាយប័ត្រមកឲ្យយើងចុចកន្លែងហ្នឹងមកហើយយើងទៅយកកតាសវិកាយប័ត្រណា
ចុចមក scan មកមានន័យថាយើង save ទុកកន្លែងហុកថតនេះមកហើយយើង scan វាមកបាទ scan ហើយនឹងចេញឈ្មោះយើងនឹងលេខទូរស័ព្ទរបស់យើងបែបតម្រងបែបនេះតម្រងអត់មែនណានេះឧទាហរណ៍ថាឥឡូវខ្ញុំកំងគេអញ្ចឹងណាតើមកចុចកន្លែងបញ្ជីនេះមកតើមកនេះលេខទូរស័ព្ទបាទយើងចុចលើវាសិនណាបាទបន្ទាប់មកនេះឧទាហរណ៍ថាឥឡូវបញ្ជីដំបូងគេមានន័យថាយើងកំងហើយគេចាប់ផ្ដើមដាក់វ៉ាន់ឲ្យយើងបន្តមកទៀតគេដឹកជូនចេញហើយគេផ្ទេរទៅឃ្លាំងមួយរហូតដល់ទីតាំងរបស់យើងដែលចុងក្រោយគឺមកអស់មានន័យថាឧទាហរណ៍ថាឥឡូវខ្ញុំដាក់ទីតាំងនៅសៃវ៉ាណាខេត្តតាកែវបន្ទាប់មកបងប្អូនដាក់ខាងកំពង់ចាមវានឹងលោតឈ្មោះហើយមានន័យថាបើសិនជាចុងក្រោយនេះវាលោតឈ្មោះយើងកំពង់ចាមបាទឧទាហរណ៍ណាអញ្ចឹងវាដល់ទីតាំងហើយអញ្ចឹងគេនឹងខលមកយើងហើយហើយនេះគឺជាមជីទទួលបានអាវ៉ាន់ពេលដែលយើងទៅដកអញ្ចឹងណានេះឃើញរូបដៃហ្នឹងឃើញរូបដៃដែលយើងទៅដកអាវ៉ាន់ហ្នឹងណាបាទអានេះរបៀបឆែកនិងរបៀបទៅយកដូចគ្នាហើយយើងបាច់ចាំទៅសួរតាមរយៈថាអាវ៉ាន់ខ្ញុំដល់នៅបាទអាវ៉ាន់ខ្ញុំយូរម៉េចគេដាក់មកក៏ដល់ម៉េចតាមពិតវាមានច្រើនថ្ងៃបាទជួនកាលទៅវាមានរហូតដល់2ថ្ងៃជួនកាលទៅ3ថ្ងៃអញ្ចឹងទៅបាទហើយកន្លែងនេះអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងអានេះវាខ្ញុំទទួលបានអាវ៉ាន់ហើយដំបូងគឺគេដាក់យើងទិញអាវ៉ាន់ទៅគេចាប់ផ្ដើមដាក់ទីតាំងទៅមកឡានដឹងជូនហើយឡានដឹកផ្ទេរទៅមួយទៀតហើយឡានទៅផ្ទេរមួយទៀតរហូតមកដល់ទីតាំងរបស់យើងហើយទីតាំងរបស់យើងចុងក្រោយគេអស់នេះទីតាំងនៅសៃវ៉ាហ្នឹងហើយពុកម៉ែបងប្អូនដាក់ក៏ដូចគ្នាដែរវានឹងលោតឈ្មោះឧទាហរណ៍ថាទីតាំងរបស់យើងដាក់នៅកំពង់ចាមស្រុកអីគឺយើងទៅសេទៅវានឹងលោតនៅលើហ្នឹងអញ្ចឹងខ្ញុំដាក់ទីតាំងខ្ញុំនៅផ្សារសេវាខេត្តតាកែវពេលដល់គឺវាលោតមកយើងបាយចាំទៅបរិបទធម្មទេពេលដល់ហើយយើងចាំតែមើលខាងបរិបទធម្មគាត់ខលមកតែបើអត់ខលមកទេយើងទៅដកទៅបាទអត់អីទេដោយសារយើងដឹងថាទីតាំងរបស់យើងគឺដល់ហើយបាទណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អីពុកម៉ែបងប្អូនអាចខមមិនខាងក្រោមបានបាទអញ្ចឹងវីដេអូរបស់ខ្ញុំដល់ទីបញ្ចប់ហើយសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាទ